ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបានជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបានបាក់ខាត់ស្តង់ដារទៀតហើយតកតទៅនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីពិសេសគឺគុណខ្មែរតែម្ដងពុកម៉ែបងប្អូនបើតាមខ្ញុំបានឃើញ poster មួយដែលបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរ Gensburg ខ្ញុំចាប់អារម្មណ៍មែនទែនតកតទៅនឹងគេហៅថាមហាព្រឹត្តិការណ៍ Gensburg គុណខ្មែរ 8-man Tournament បានវិលត្រឡប់មកសាជាថ្មីតើកីឡាករគុណខ្មែររូបណាដែលនឹងក្លាយទៅជាបេក្ខភាពប្រជែងបាទក្នុងមហាព្រឹត្តិការណ៍នេះការប្រកួតធ្វើឡើងនៅថ្ងៃទី23ខែមករាឆ្នាំ2026នៅភូមិស្ងួនពេជ្រសង្កាត់កន្ទោកខណ្ឌកំពូលរាជធានីភ្នំពេញអ្វីដែលយើងចាប់អារម្មណ៍ពុកម៉ែបងប្អូនណាបាននៅក្នុងគេហៅថា poster យើងមានឃើញទង់ជាតិច្រើនប្រទេសមែនទេមានតាំងពីអូស្ត្រាលីបាទមានតាំងពីគេហៅថាមកពីអេស្ប៉ាញបាទកម្ពុជាបាទនិយាយរួមទៅមកពីចម្រុះជាតិសាសន៍តែម្ដងដូចជាមានរុស្ស៊ីថែមទៀតចិនទៀតអញ្ចឹងតកតទៅនឹងការប្រកួតនេះពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនឃើញ poster គឺរូបក្របីកបីនៅស្រុកខ្មែរដែលមានរហស្សនាមកបីគឺមានតែម្នាក់គត់គឺពេជ្រសម្បត្តិការប្រកួត 8-man នេះគឺទាមទារកីឡាករដែលមានលក្ខណៈសម្បត្តិល្អបំផុតទើបអាចមានសង្ឃឹមចូលរួមធ្វើការប្រកួតប្រជែងបាននេះគឺជារឿងពិតពុកម៉ែបងប្អូននេះគឺជារឿងពិតអញ្ចឹងតកតទៅនឹងសមត្ថភាពរបស់ពេជ្រសម្បត្តិ 100% គឺគាត់អាចប្រកួតបានខ្ញុំហ៊ាននិយាយអញ្ចឹងតែម្ដងមូលហេតុពេជ្រសម្បត្តិធ្លាប់ឆ្លងកាត់ការប្រកួត3ទល់នឹង1ដូចធឿនធីរ៉ាពេជ្រសម្បត្តិធ្លាប់ធ្វើការប្រកួតហួសកម្រិតធឿនធីរ៉ាទៅទៀតគឺការប្រកួត1ទឹក9នាទី2ដងស្រុកខ្មែរមិនមានកីឡាករណាវាយបានដូចពេជ្រសម្បត្តិទេត្រង់លក្ខណៈសម្បត្តិខ្ញុំហ៊ាននិយាយថាពេជ្រសម្បត្តិគាត់វាយលើធឿនធីរ៉ាគឺត្រង់ចំណុចហ្នឹងគឺវាយម៉ាស់ហ្វៃមួយទឹក9នាទី2ដងជាមួយនឹងអាឡិចសាន់ត្រូឬក៏សានច័ន្ទរិទ្ធិស័ក្តិដើម្បីដណ្ដើមយកឈ្មោះនិងពានកបីព្រៃនឹងឯងមិនធម្មតាអញ្ចឹងស្មើនឹងវាយ18នាទីអត់ឈប់សោះវាយរហូតនៅវាយរហូតនាទីបំផុតពេជ្រសម្បត្តិដណ្ដើមយកឈ្មោះកបីព្រៃបានសម្រេចអញ្ចឹងតកតងទៅនឹងការប្រកួត 8-man Tournament នេះស្រុកខ្មែរខ្ញុំនៅតែនិយាយថាធឿនធីរ៉ាគឺជាកីឡាករទី1ដែលឈ្នះពានរង្វាន់ជើងឯក 8-man Tournament 2 ដងហើយខ្ញុំក៏មិននឹកស្មានថាបងប្រុសថមីគីមគាត់រៀបឲ្យធឿនធីរ៉ាវាយលើកទី3ដែរតាមកពិតទៅបើតាមចិត្តរបស់ខ្ញុំ2ដងនេះគឺស្កប់ស្កល់ហើយបាទសម្រាប់ធឿនធីរ៉ាដោយសារតែគាត់វាយនេះគឺលក្ខណៈ 8-man នេះគឺធ្ងន់ណាស់បាទធ្ងន់ណាស់មួយល្ងាចវាយ3ប្រកួតពុកម៉ែបងប្អូនមិនមែនជារឿងលេងសើចទេតម្រាំខ្លាយទៅជាម្ចាស់ជើងឯកណាហើយយកកីឡាករចម្រុះជាតិសាសយកមកធ្វើការប្រកួតណាមកធ្វើការប្រកួតអញ្ចឹងតកតងទៅនឹងកីឡាករបាទធឿនធីរ៉ាគឺគាត់ខ្លាយទៅជាម្ចាស់ជើងឯក 8-man បាទ Tournament 2 ដងបាទណា2 ដងតែលើកទី3នេះគឺគាត់បរាជ័យក្រោមកណ្ដាប់ដៃក៏ដូចជាថ្វីដៃរបស់កីឡាករ Pavel បាទ Grisanovic កីឡាករមកពី Belarus គាត់ចាញ់បាទវគ្គពាក់កណ្ដាលផ្ដាច់គាត់ហើយខ្សែក្រវ៉ាត់ 8-man កំពុងតែល្បីនៅទឹកដីរុស្ស៊ីកីឡាកររុស្ស៊ីជាណាចូលអញ្ចឹងលក្ខណៈ 8-man Tournament នេះបើតាមព័ត៌មានណាអាចនឹងដាក់ដណ្ដើមកំប៉ុងមាស Boostrong បាទទម្ងន់ចង់1គីឡូក្រាមអញ្ចឹងមាសឥឡូវកំពុងតឡើងថ្លៃផងបាទមួយជីឥឡូវចង់$5,500ទៅហើយបាទមាសឥឡូវនេះអញ្ចឹងពេជ្រសម្បត្តិត្រូវតែក្តោបយកឱកាសនេះឲ្យបានបាទពីព្រោះអីមិនធម្មតាទេពុកម៉ែបងប្អូនអ្វីតដើមកំប៉ុងមាសបាទពី Gensburg បាទពី Gensburg អញ្ចឹងតកតងទៅនឹងបាទព័ត៌មាននេះគឺជារឿងរ៉ាវមួយដែលក្តៅហើយពុកម៉ែបងប្អូនគិតបែបណាដែរថាអាចទេដែលកីឡាកររបស់កម្ពុជាពេជ្រសម្បត្តិនិងក្រសោបយកបាទជើងឯក 8-man Tournament ចូលក្លឹបពេជ្រសភ័ណ្ឌគុណខ្មែរលើកដំបូងនៅបំផុតនៅក្នុងប្រវត្តិសាស្ត្រលោកគ្រូពេជ្រសភ័ណ្ឌ
ចឹងខ្ញុំគិតថាប្រហែលជាមិនអាចឲ្យរំលងទេត្រូវតែបុកធ្វើការហ្វឹកហាត់យកហើយបាទណាបើរឿងពេជ្រសម្បត្តិមួយខ្លាចតែទាត់មកជើងក៏ចឹងក៏ភ្លឹងទេបើថាត្រឹមតែមក3មិនងាយទេពុកម៉ែបងខ្ញុំហ៊ាននិយាយមកមិនងាយទេបាទមិនងាយទេណាមិនងាយតែម្ដងបាទតាក់តងទៅនឹងពេជ្រសម្បត្តិនេះចឹងបាទពេជ្រសម្បត្តិគាត់ធ្លាប់ជួបអស់ហើយរបស់ស៊ីនបាទគាត់ធ្លាប់ជួបអស់ហើយបាទអញ្ចឹងល្មមហើយបាទល្មមហើយពុកម៉ែបងប្អូនណាបាទល្មមដល់ពេលដែលកំបីព្រៃបាទចូលអង្គរួនបាទសូវៀត Eggman Tournament ដែលរៀបដោយ Town Full HD TV ដែលដឹកនាំដោយបងប្រុសថមីគឹមហើយមានការឧបត្ថម្ភផ្ដាច់មុខដោយស្រាប៊ីកេនស្បឺអញ្ចឹងពុកម៉ែបងប្អូនណាឲ្យកម្លាំងចិត្តពេជ្រសម្បត្តិប្រមាណភាគរយចូលរួមខមមិនម្នាក់មួយជាចុងក្រោយបាទសូមជម្រាបលាបាទ